ត្រូវធ្វើម៉េចដើម្បីយើងដឹងថាគេក៏ចាប់អារម្មណ៍លើយើងដែរអញ្ចឹងនៅក្នុងនេះមានសញ្ញាចិត្តសាស្ត្រដែលមនុស្សម្នាក់ហ្នឹងវាចាប់អារម្មណ៍អ្នកអញ្ចឹងចំពោះតាមចិត្តសាស្ត្រហ្នឹងគឺនៅពេលដែលម្នាក់អ្នកចូលចិត្តអ្នកគេនឹងធ្វើត្រាប់តាមកាយវិការរបស់អ្នកដល់ដឹងខ្លួនអញ្ចឹងអ្នកអាចមើលសង្កេតមើលបានបើសិនជាឧទាហរណ៍អ្នកលើកទឹកមកផឹកគេក៏លើកដែរបើអ្នកផ្អែកខ្នងទៅក្រោយគេក៏ធ្វើតាមដែរនេះបញ្ជាក់ថាខួរក្បាលរបស់គេកំពុងតែព្យាយាមតបស្នងជាមួយនឹងអ្នកទី2ទ្រឹស្ដីការលេងសើចចម្លែកចឹងនៅពេលដែលស្ថិតនៅក្នុងចំណោមមនុស្សច្រើនហើយមានរឿងអ្វីមួយដែលធ្វើឲ្យគ្រប់គ្នាសើចសប្បាយអ្នកអាចសង្កេតមើលបានមនុស្សម្នាក់ៗនឹងងាកសម្លឹងទៅមើលមនុស្សដែលខ្លួនចូលចិត្តជាងគេដែលស្វ័យប្រវត្តិអញ្ចឹងបើគេសើចបដាលួចគេលេចមើលមុខអ្នកបដាគឺច្បាស់ណាស់ថាគេចង់ដឹងថាតើអ្នកកំពុងតែសើចសប្បាយដូចគេដែរអត់ទី3ការផ្ដល់អត្ថប្រយោជន៍លើពីអ្នកដទៃអញ្ចឹងសម័យនេះអ្នកដែលមានការរំខានច្រើនមែនតើដូចជាទូរស័ព្ទការងារមិត្តភ័ក្តិតែបើគេផ្ដល់អត្ថប្រយោជន៍ឲ្យអ្នកនោះគឺជាសញ្ញាធំចឹងអ្នកអាចសង្កេតមើលបានថាទោះបីជាគេល្ពើខ្លាំងយ៉ាងណាក៏ដោយឬក៏នៅជាមួយនឹងមិត្តភ័ក្តិក៏គេនៅតែឆ្លៀតឆ្លើយតបសារជាមួយអ្នកឬក៏ងាកមកស្ដាប់អ្វីដែលអ្នកនិយាយទោះបីជាអ្នកនិយាយតិចក៏ដោយទី4ការបង្ហាញភាពងាយរងគ្រោះចឹងមនុស្សម្នាក់មិនសូវជាបង្ហាញភាពទន់ជ្រាយឬក៏រឿងសម្ងាត់ប្រាប់ទៅមនុស្សទូទៅឡើយចឹងអ្នកអាចសង្កេតបានថាបើសិនជាគេចាប់ផ្ដើមនិយាយពីរឿងក្នុងចិត្តរឿងគ្រួសារឬមហិច្ឆតានាថ្ងៃអនាគតមិនគ្រាន់តែនិយាយរឿងអាកាសធាតុឬក៏រឿងអបិយោទេចឹងមានន័យថាគេយកចិត្តទុកដាក់និងចង់ឲ្យអ្នកស្គាល់គេកាន់តែច្បាស់អញ្ចឹងក៏លេខមើលក្រាស់អ្នកទាំងអស់គ្នាវិញមានឃើញសញ្ញាទាំងអស់ខាងលើដែលខ្ញុំរៀបរាប់អត់បើសិនជាមានសញ្ញាទាំងអស់មែនអ្នកទាំងអស់គ្នាក៏ត្រូវបានគេចាប់អារម្មណ៍ដែរអញ្ចឹងបើចង់សារភាពអីអាចសារភាពបានអូខេបាយបាយ